ជួយសួរបងប្អូនខ្មែរទាំងអស់គ្នាឥឡូវដល់វគ្គដែលយើងត្រូវគាំទ្រផលិតផលខ្មែរយើងហើយដើម្បីឲ្យខ្មែរយើងមានការងារធ្វើដើម្បីឲ្យសេដ្ឋកិច្ចជាតិរបស់យើងល្អដើម្បីយើងកុំទៅពឹងចោលសៀមទៀតសំណួរសួរថាតើបងប្អូនម្នាក់ដែលកំពុងរកសាប៊ូដុសខ្លួនរបស់កូនខ្មែរយើងដែលជាសិប្បកម្មរបស់កូនខ្មែរយើងសុទ្ធ 100% គោលដៅដែលខ្ញុំផលិតផលខ្មែរនេះគឺដើម្បីលើកស្ទួយផលិតផលជាតិខ្ញុំសង្ឃឹមថាបងប្អូនអ្នកបោះដុំទាំងអស់ចង់បានសាប៊ូខ្មែរសុទ្ធជាសិប្បកម្មរបស់កូនខ្មែរអាចអញ្ជើញមកដល់សិប្បកម្មសម្រស់ចរណៃបានយើងគិតគូរបងប្អូនច្រើនមែនទែនអត់ឲ្យបងប្អូនខ្វះខាតនៃការលក់ទេយើងមានទាំងសាប៊ូកក់សក់សាប៊ូដុសខ្លួនសាប៊ូលាងចានសាប៊ូបោកខោអាវអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនចង់បានសាប៊ូល្អសាប៊ូគុណភាពផលិតផលចរណៃសម្រស់ចរណៃអាចមកសិប្បកម្មសម្រស់ចរណៃបានបងប្អូនធានាជូនបងប្អូនទឹកសាប៊ូខាត់ល្អក្លិនក្អូបឈ្ងុយហើយសម្រាប់បងបោះដុំតម្លៃពិសេសហ្មងយើងធ្វើនេះសម្រាប់បងបោះដុំដែលគាត់យកទៅបោះបន្តដើម្បីធ្វើម៉េចឲ្យសេដ្ឋកិច្ចខ្មែរយើងគ្រប់គ្រងខ្មែរយើងជួយខ្មែរយើងទាំងអស់គ្នាដើម្បីរីកចម្រើនរបស់ខ្មែរខ្ញុំសង្ឃឹមថាចៅសៀមវាឃើញប៉ុណ្ណេះហើយវាលេងសប្បាយចិត្តជាមួយយើងទៀតហើយវាកំពុងតែភ័យថាហេតុអីខ្មែរមួយរយៈនេះស្ទុះឡើងការគ្រប់គ្រងច្រើនណាស់អញ្ចឹងសង្ឃឹមថាផលិតផលខ្មែរមួយនេះនឹងជួយសេដ្ឋកិច្ចរបស់យើងទាំងអស់គ្នាអរគុណសូមជម្រាបលា